កន្លែងការងារមានសត្វពស់ច្រើនពេករហូតធ្វើឲ្យអ្នកខ្លះចង់ប្ដូរកន្លែងការងារវីដេអូនេះគឺបងធ្វើឡើងសម្រាប់បងប្អូនដែលទើបប្រឡូកចូលសង្គមការងារលើកដំបូងការជួបមនុស្សចរិតពស់នៅកន្លែងការងារវាពិតជាធ្វើឲ្យក្មេងៗថ្មីថ្មោងមានអារម្មណ៍ shock ខ្លាំងរហូតធ្វើឲ្យអ្នកខ្លះចង់ប្ដូរកន្លែងការងារទៀតផងបើបងប្អូនកំពុងស្ថិតក្នុងស្ថានភាពបែបនេះហើយមានអារម្មណ៍ថាចង់បោះបង់សូមចំណាយពេលបន្តិចស្ដាប់វីដេអូនេះឲ្យចប់ព្រោះវាអាចនឹងប្ដូរការគិតនិងជួយឲ្យបងប្អូនរឹងមាំជាងមុនជាទូទៅក្មេងៗដែលទើបតែធ្វើការដំបូងតែងតែមានគំនិតមួយថាបើកន្លែងនេះមានមនុស្សចរិតពស់ច្រើនធ្វើឲ្យពួកគាត់ធ្វើការមិនសុខហើយក៏មានគំនិតចង់ដាក់ពាក្យឈប់រួចទៅរកការងារនៅកន្លែងផ្សេងវិញដើម្បីគេចចេញពីអ្នកទាំងនោះប៉ុន្តែក្នុងនាមបងជាអ្នកដែលធ្លាប់ឆ្លងកាត់មុនបងចង់ប្រាប់បងប្អូនថាបច្ចុប្បន្នប្រភេទមនុស្សចរិតពស់វាមាននៅគ្រប់ទីកន្លែងទាំងអស់ហ្នឹងបងប្អូនចង់គេចទៅណាក៏មិនផុតដែរនៅក្នុងពិភពការងារមិនថាបងប្អូនដូរទៅក្រុមហ៊ុនតូចឬក្រុមហ៊ុនធំលំដាប់ជាតិឬក៏អន្តរជាតិឡើយមនុស្សចរិតពស់ចាំតែចាក់យើងពេលយើងភ្លេចខ្លួនគឺតែងតែមានវត្តមានជានិច្ចការរត់គេចពីកន្លែងមួយទៅកន្លែងមួយគ្រាន់តែដើម្បីគេចពីមនុស្សបែបនេះវាមិនមែនជាដំណោះស្រាយទេព្រោះវាគ្រាន់តែជាការប្ដូរពីរូងពស់មួយទៅរូងពស់មួយទៀតតែប៉ុណ្ណោះបើរត់ថ្ងៃនេះថ្ងៃក្រោយជួបទៀតតើបងប្អូនត្រូវរត់ដល់ពេលណាអ្វីដែលបងប្អូនត្រូវធ្វើមិនមែនជាការរត់គេចនោះទេតែគឺជាការរៀនធ្វើការជាមួយវាហើយបន្សាបពឹសរបស់វាវិញយើងត្រូវធ្វើការជាមួយមនុស្សចរិតពស់ដោយរបៀបណាដើម្បីកុំឲ្យពុះចិត្តឬធ្វើបាបយើងបាននេះជាយុទ្ធសាស្ត្រទាំង4ដែលក្មេងៗថ្មីថ្មោងគួរតែចេះទី1រក្សាកម្រិតអាជីពត្រូវចាំថាកន្លែងធ្វើការមិនមែនជាកន្លែងស្វែងរកប្រភេទស្លាប់រស់នោះទេជាមួយមនុស្សប្រភេទចរិតពស់បងប្អូនត្រូវនិយាយនិងតាក់ទងគ្នាត្រឹមតែរឿងការងារបានហើយដាច់ខាតកុំចែករំលែករឿងផ្ទាល់ខ្លួនអាចខំបាំងគ្រួសារឬការមិនពេញចិត្តណាមួយទៅកាន់ពួកគេអីសោះព្រោះរាល់ព័ត៌មានដែលយើងនិយាយចេញទៅថ្ងៃណាមួយវានឹងក្លាយទៅជាអាវុធត្រឡប់មកចាក់យើងវិញជាមិនខានទី2ធ្វើការដោយមានភ័ស្តុតាងចំណុចពិសេសរបស់មនុស្សចរិតពស់គឺចូលចិត្តចាប់កំហុសនិងទម្លាក់កំហុសដូច្នេះវិធីការពារខ្លួនដ៏ល្អបំផុតគឺត្រូវច្បាស់លាស់ជាមួយនឹងការងារធ្វើអីក៏ដោយត្រូវរក្សាភ័ស្តុតាងធ្វើបែបនេះគឺដើម្បីការពារខ្លួនពីការទម្លាក់កំហុសនៅពេលក្រោយទី3ប្រើសមត្ថភាពលទ្ធផលការងារជាខែលមនុស្សចរិតពស់ចូលចិត្តចាំចាប់កំហុសនិងជាន់ពន្លិចអ្នកដទៃជានិច្ចជាពិសេសគឺក្មេងៗថ្មីនឹងឯងប៉ុន្តែប្រសិនបើលទ្ធផលការងាររបស់បងប្អូនល្អឥតខ្ចោះធ្វើការមានទំនួលខុសត្រូវនិងទាន់ពេលវេលានោះពួកគេនឹងគ្មានឱកាសរកលេសអ្វីមកធ្វើបាបឬបង្កាច់បង្ខូចបងប្អូននៅចំពោះមុខថ្នាក់លើបានឡើយសមត្ថភាពគឺជាខែលការពារខ្លួនដ៏រឹងមាំបំផុតនៅកន្លែងធ្វើការទី4កុំប្រើអារម្មណ៍តបតចំណុចត្រង់នេះពេលខ្លះបងក៏ពិបាកទប់អារម្មណ៍ដែរប៉ុន្តែបងត្រូវទន្ទិញពាក្យថា calm down ព្រោះគោលបំណងធំបំផុតរបស់មនុស្សចរិតពស់គឺចង់ឃើញយើងខឹងសម្បារបាត់បង់ម្ចាស់ការឬ stress រហូតដល់ធ្វើការខុសឆ្គងអ្វីដែលបងប្អូនត្រូវធ្វើគឺរក្សាភាពស្ងប់ស្ងាត់ញញឹមហើយឆ្លើយតបទៅវិញដោយវិជ្ជាជីវៈការមិនតបតដោយប្រើអារម្មណ៍ខឹងគឺជាការបន្សាបពឹសដ៏ឈឺចាប់បំផុតសម្រាប់ពួកគេសម្រាប់បងប្អូនជំនាន់ក្រោយដែលកំពុងទស្សនាវីដេអូនេះប្រសិនបើបងប្អូនទើបតែចូលធ្វើការហើយត្រូវជួបបរិយាកាសសម្ពាធនិងមនុស្សបែបនេះសូមកុំទាន់អាបាក់ទឹកចិត្តអីចូលគិតថាកន្លែងការងារដំបូងដែលពោពេញដោយមនុស្សចរិតពស់វាមិនមែនជាសំណាងអាក្រក់ទេប៉ុន្តែវាគឺជាសាលារៀនជីវិតដ៏ល្អបំផុតវាជួយឲ្យយើងស្គាល់ល្បិចមនុស្សលឿនជាងអ្នកដទៃវាជួយបណ្ដុះស្មារតីឲ្យយើងរឹងមាំជាងមុនត្រូវចាំពាក្យមួយឃ្លានេះទុកបើបងប្អូនអាចរស់រានមានជីវិតនិងជោគជ័យនៅក្នុងបរិយាកាសដែលមានពស់បាននៅថ្ងៃមុខទោះជាបងប្អូនទៅដល់ទីណាក៏ដោយក៏គ្មាននរណាម្នាក់អាចធ្វើបាបបងប្អូនបានដែរអ្វីដែលបងចង់ផ្ដាំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ